សួស្តីបងប្អូនអរគ្នាខ្ញុំមានមូលហេតុយ៉ាងហោចណាស់2យ៉ាងដែលសិស្សនិស្សិតគួរតែសម្រេចចិត្តទៅរៀននៅភ្នំពេញទី1នៅភ្នំពេញមានជម្រើសសាកលវិទ្យាល័យច្រើនដែលមានមុខជំនាញជាច្រើនសម្រាប់បងប្អូនធ្វើការពិចារណាជ្រើសរើសមុននឹងរៀនបន្តផងដែរនៅភ្នំពេញមានសាលាជាច្រើនដែលគេមានកេរ្តិ៍ឈ្មោះល្អដែលកន្លែងការងារជាច្រើនគេចាប់អារម្មណ៍ចង់បាននិស្សិតចេញពីសាកលវិទ្យាល័យទាំងនោះជាពិសេសតាក់ទងនឹងជំនាញគ្រូបង្រៀនគេចង់បានសិស្សនិស្សិតដែលចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាក់ទងនឹងជំនាញ IT បច្ចេកវិទ្យាវិទ្យាសាស្ត្រកុំព្យូទ័រគេចង់បានសិស្សនិស្សិតចេញពីសាកលវិទ្យាល័យ CTEC សាកលវិទ្យាល័យ Norton បាទហើយតាក់ទងនឹងជំនាញច្បាប់គេចង់បាននិស្សិតចេញពីសាលា RU នៅឯបឹងត្របែកឬក៏សាលាច្បាប់នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាទដែលនៅក្រោមសាលាភូមិន្ទផងដែរនៅភ្នំពេញបានផ្ដល់នៅចំណេះដឹងពិតប្រាកដសាលាមានការរឹតបន្តឹងតាក់ទងនឹងវត្តមានសិស្សតាក់ទងនឹងវត្តមានគ្រូដែលត្រូវតែមានវត្តមាននៅម៉ោងបង្រៀនឬនៅម៉ោងរៀនហើយមានការបែងចែកជាក្រុមនៅក្នុងការធ្វើលំហាត់នៅក្នុងការប្រមូលកិច្ចការផ្ទាល់ខ្លួនដែលសាលាតម្រូវឲ្យសិស្សនិស្សិតធ្វើឬក៏ចុះអនុវត្តស្រាវជ្រាវផ្ទាល់មូលហេតុទី2ដែលគួរតែទៅរៀនភ្នំពេញនោះគឺទីផ្សារការងារមានច្រើនសិស្សនិស្សិតអាចចាប់ផ្ដើមរកកន្លែងហ្វឹកហាត់ការងារឬក៏ធ្វើការពាក់កណ្ដាលពេលឬក៏ part time តាំងពីឆ្នាំទី1ទៅពួកគេអាចចាប់ផ្ដើមប្រមូលប្រាក់ខ្លះចេញពីកម្លាំងពលកម្មហើយគេមានការជំរុញចិត្តខ្លាំងនៅក្នុងការធ្វើកិច្ចការទាំងនេះព្រោះតែឃើញមនុស្សគ្រប់គ្នាខិតខំរៀននិងខិតខំធ្វើការនៅភ្នំពេញទោះបីជាមិនបានផ្ដល់ប្រាក់ខែច្រើននៅក្នុងឆ្នាំទី1ប៉ុន្តែក៏បានជួយសម្រាលបន្ទុកគ្រួសារដោយសារតែមានការងារច្រើនកន្លែងច្រើនមុខជំនាញដែលយើងអាចធ្វើបានសរុបសេចក្តីមកមូលហេតុ2យ៉ាងដែលសិស្សនិស្សិតគួរតែទៅរៀនឬក៏ទៅរៀនបន្តនៅភ្នំពេញនោះគឺដោយសារតែមានជំរើសសាកលវិទ្យាល័យនិងមុខជំនាញច្រើនគុណភាពល្អហើយទី2គឺមានឱកាសការងារច្រើនតាំងពីឆ្នាំដំបូងទៅតាមសមត្ថភាពចំណេះជំនាញដែលយើងមានសូមអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាចុច like ចុច subscribe ចុច share ដើម្បីវីដេអូនេះអាចចែកចាយដល់មិត្តភ័ក្តិយើងផ្សេងទៀត